ស្គាល់សង្គ្រាមមានពីរបែបមួយហៅថាសង្គ្រាមវិន័យមួយហៅថាសង្គ្រាមព្រៃឬក៏សង្គ្រាមទ័ពព្រៃកងទ័ពលោកហ៊ុនសែនច្បាំងជាទ័ពព្រៃចំណែកកងទ័ពថៃច្បាំងជាទ័ពវិន័យអ្វីដែលហៅថា conventional war ឬសង្គ្រាមវិន័យបច្ចុប្បន្នកងទ័ពទាំងពីរច្បាំងគ្នាហើយពិភពលោកមើលឃើញថាកងយោធពលខេមរៈភូមិន្ទនិងកងភូមិន្ទថៃកំពុងតែច្បាំង conventional war កំពុងតែច្បាំងសង្គ្រាមវិន័យមិនមែនទេអ្នកដែលមើលឃើញអញ្ចឹងប៉ុន្តែកងទ័ពមិនបានច្បាំងសង្គ្រាមវិន័យទេគឺកងទ័ពលោកហ៊ុនសែនច្បាំងជាសង្គ្រាមព្រៃចំណែកឯកងទ័ពថៃច្បាំងជាសង្គ្រាមវិន័យឥឡូវព្យាយាមយល់ដឹងអំពី basic criteria នៃសង្គ្រាមវិន័យនិយមន័យនៃសង្គ្រាមវិន័យមានដូចតទៅសង្គ្រាមវិន័យគឺសកម្មភាពនៃការច្បាំងតាមរបៀបវិន័យជា conventional war គឺកងទ័ពសៀមច្បាំងរួមកងទ័ពទាំង4ប្រភេទគឺកងទ័ពជើងគោកជើងអាកាសជើងទឹកនិង marine ណាគឺច្បាំងជាទ័ពបែបរួមគឺកងទ័ពរួមទាំង4ប្រភេទកងទ័ពសៀមច្បាំងរួម4ប្រភេទប្រើកាំភ្លើងធំនិងគ្រាប់ផ្លោងធំដែលគ្រាប់ផ្លោងធំនិងកាំភ្លើងធំនោះគឺជារចនាសម្ព័ន្ធនៃសព្វាវុធដែលចែកទៅតាមឋានានុក្រមនៃសេនាធិការដ្ឋានបន្ទាប់មកទៀតគឺប្រើកម្លាំងទ័ពអាកាសបន្ទាប់មកទៀតគឺប្រើកម្លាំង Navy និងប្រើកម្លាំង Marine ហៅថាទ័ពថ្មើរជើងទឹកប្រើឯកសណ្ឋានប្រើផ្លាកសញ្ញាប្រើទង់ប្រើឋានន្តរស័ក្តិប្រើក្បួនសឹកវិន័យហើយនឹងប្រើបេសកកម្មដែលបេសកកម្មនោះត្រូវតែប្រកាសនិងប្រក់ព្រំជាប្រតិបត្តិការសឹកទ័ពវិន័យនេះកងទ័ពថៃរីឯកងទ័ពលោកហ៊ុនសែនច្បាំងជាសង្គ្រាមព្រៃកងទ័ពរបស់លោកហ៊ុនសែនមានឯកសណ្ឋានមានស្លាកសម្គាល់មានសញ្ញាសម្គាល់មានឋានានុក្រមនៅក្នុងសេនាធិការនិងបញ្ជាការមានសព្វាវុធកំភ្លើងផ្លោងគ្មានកម្លាំងអាកាសចូលរួមទេគ្មានកម្លាំងជើងទឹកចូលរួមទេគ្មានកម្លាំងកងថ្មើរជើង Marine ចូលរួមទេហើយរបៀបច្បាំងមិនប្រតិបត្តិការតាមបែបប្រក់ព្រំប្រតិបត្តិការសឹកទេគឺគ្មានការប្រក់ព្រំប្រតិបត្តិការសឹកទេបន្ទាប់មកទៀត chain of command ឋានានុក្រមឬខ្សែនៃបញ្ជាការគឺអត់មានវិន័យទេគឺអ្វីត្រូវអាចលោតផ្លោងរំលងក្បាលគ្នាដោយស្រេចទៅលើលោកហ៊ុនសែនជាអ្នកសម្រេចលោកហ៊ុនសែនអាចបញ្ជាក្រុម10នាក់ខ្លួនឯងឬក៏អាចបញ្ជាស្អីមួយខ្លួនឯងតាមអំពើចិត្តបេសកកម្មទាំងឡាយគឺបេសកកម្មតាមមាត់ដែលអត់មាន order of battle ទេប្រែថាអត់មានលិខិតបទបញ្ជាប្រតិបត្តិការសឹកទេអត់មានទេគឺស្រេចគាត់បើកមាត់គាត់និយាយគាត់ហៅគាត់ប្រើណាកូនកុំសរសេរញយណាកូនឯងរុញញយទៅហើយកូនទៅហើយឃើញក្រហមបតាទៅហើយកូនឯងចេះតែខំប្រឹងរុញញយគឺគេដេញចាញ់ភ្លាមណាអាហ្នឹងអញ្ចឹងណាយកចិត្តទុកដាក់ស្ដាប់សិនហើយចាំនិយាយគ្នាល្អជាងកូនណាតែខំរុញទៅរុញភ្លឹបទៅបាត់មើលប៉ុស្តិ៍អត់ឃើញទេបាត់ពីថ្ងៃតែមកមើលប៉ុស្តិ៍ឃើញវិញអាហ្នឹង system គេការពារកុំឲ្យ spam ណាកូនណាអញ្ចឹងរបៀបតបសៀមវៃគឺរៀបចំឋានានុក្រមហើយក្នុងឋានានុក្រមនីមួយមានបទបញ្ជាប្រតិបត្តិការដែលបទបញ្ជាប្រតិបត្តិការនោះគឺអគ្គមេបញ្ជាការនៅលើអត់ចាប់ទេអូនិយាយជាមួយនឹងពលទាហានទេណាដែលគេហៅថា operational order ណាវាមាន operation របស់វាហើយ operation នោះមិនមែនមាត់ទេគឺធ្វើនៅលើក្រដាស
ដែលនាយទាហានទទួលបញ្ជាចុះហត្ថលេខាទៅតាមសេនាធិការនិងឋានានុក្រមនៃកងទ័ពអ្វីដែលខុសគ្នាគឺជារបៀបបែបហ្នឹងអ្វីដែលខុសគ្នាគឺជារបៀបបែបហ្នឹងនៅប្រទេសកម្ពុជាគេមានចែកជាយោធភូមិភាគគេមានចែកជាកម្លាំងអន្តរាគមន៍គេមានចែកជាកម្លាំងពិសេសក៏ប៉ុន្តែបញ្ជាការដ្ឋានគឺអត់មានវិន័យទេលោកហ៊ុនសែនអាចបញ្ជាអ្នកណាក៏បានហើយអ្វីដែលចេញបញ្ជាទៅគឺប្រើមាត់ដែលគេហៅថាជាសង្គ្រាមទ័ពព្រៃចំណែកឯទ័ពថៃមេបញ្ជាការខាងលើអត់បញ្ជាមកពលទាហានខាងក្រោមទេគឺអ្វីត្រូវបញ្ជាតាមលិខិតប្រតិបត្តិការសឹកលិខិតបញ្ជាប្រតិបត្តិការសឹកគ្រប់ប្រតិបត្តិការនីមួយណាគ្រប់ប្រតិបត្តិការនីមួយត្រូវតែអនុលោមទៅតាមផែនការដែលផែនការនៅក្នុងសង្គ្រាមបច្ចុប្បន្ននេះសៀមដាក់ឈ្មោះថាចក្រពងភូវនាថចក្រពងភូវនាថហើយចក្រពងភូវនាថនេះគេក៏រៀបចំផែនការដែលបែងចែកទៅជាផែនការរដ្ឋបាលសន្តិសុខជាតិ Cyber Technology Commercial Economy Social Order Policing Rescue Evacuation Refugee Food Emergency រហូតដល់កងទ័ពទាំងអស់ហ្នឹងនៅក្រោមផែនការមួយដែលកំពុងប្រើហ្នឹងឈ្មោះហៅថាចក្រពងភូវនាថផែនការចក្រពងភូវនាថនេះចំណែកកងទ័ពជើងគោកដែលមានយោធភូមិភាគ4ជាប់នឹងប្រទេសកម្ពុជាមានយោធភូមិភាគ2យោធភូមិភាគទី1និងយោធភូមិភាគទី2សេនាធិការនៃកងទ័ពថៃពីលើប្រកាសប្រតិបត្តិការសឹកតែបច្ចុប្បន្នហៅថាmilitary operation for the century បែសណាប្រតិបត្តិការសឹកប្រចាំសតវត្សគេដាក់ថាជាប្រតិបត្តិការសឹកសតវត្សបាទអូខេជាวันนี้បើនិយាយលេងចាំចេញទៅក្រៅទៅកូនណាទៅក្រៅចុះណាទៅក្រៅចុះអូខេណាទៅក្រៅចុះណានៅពេលដែលគេបើកប្រតិបត្តិការនៃកងទ័ពហៅថាប្រតិបត្តិការសតវត្សយុទ្ធភូមិភាគទី1និងយុទ្ធភូមិភាគទី2គេបើកប្រតិបត្តិការប្រចាំភូមិភាគរបស់គេបើកប្រតិបត្តិការប្រចាំភូមិភាគរបស់គេនៅក្នុងភូមិភាគទី1គេមានគណៈបញ្ជាការដ្ឋានបូព៌ាទិសដែលប្រចាំការស្រេចនៅក្នុងរចនាសម្ព័ន្ធកងទ័ពរីឯភូមិភាគទី2គេមានគណៈបញ្ជាការដ្ឋានប្រចាំការស្រេចដូចភាគ1ដែរហៅថាសុរានារីគេផ្ដល់កិច្ចការឲ្យទៅគណៈបញ្ជាការនៃភូមិភាគគេទទួលខុសត្រូវលើកិច្ចការនៅពេលដែលកងទ័ពនៃភូមិភាគទាំងមូលផ្អែកនៅពេលដែលកងទ័ពទាំងមូលផ្អែកទៅតាមខេត្តមួយដែលយោធភូមិភាគកាន់កាប់ចម្បាំងរាំងជលរបស់ភូមិភាគ1ត្រូវពឹងទៅលើគណៈបូព៌ាគណៈបូរផាចម្បាំងរាំងជលរបស់ភូមិភាគ2ត្រូវពឹងលើសុរានារីដល់គណៈបញ្ជាការបូព៌ាទិសបូរផា Task Force ក៏កងទ័ពជើងទឹកថៃដែលមានកងថ្មើរជើងម៉ារីនថៃហើយនិងនាវាចម្បាំងថៃគេក៏បើកប្រតិបត្តិការសឹករបស់គេអមជាមួយនឹងភាគ1ដែលបច្ចុប្បន្នហ្នឹងប្រតិបត្តិការសឹកគេដែលបើកដំបូងគេធ្វើគេហៅថាត្រាតពិឃាតដែលបច្ចុប្បន្ននេះប្រតិបត្តិការសឹកគេហៅថាប្រាជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តមនុស្សដែលមិនយល់អំពីសង្គ្រាមវិន័យសួរថាអាចចូលបើកប្រតិបត្តិការអីបើឯងវាយតែតាមទល់ដែនអញមិនឃើញតបឯងហ្នឹងកាន់កាប់ស្អីបានផងអញមិនដែលឃើញតបសៀមហ្នឹងវាយ2ដងហើយអាចុងក្រោយនេះ12ថ្ងៃมันវាអត់មានកាន់កាប់អីបានសោះហើយលឺសូរតែពីប្រតិបត្តិការតើវាបានការអីហ៊ុនសែនអត់មានប្រតិបត្តិការគាត់ចាប់វិទ្យុគាត់និយាយណាអញ្ចឹងគាត់ទប់ពួកឯងទាំងអស់តាមព្រំដែនពួកឯងទាំងអស់អត់មានអាច
ចូលមកលើដីកម្ពុជាបានទេហើយបើនៅក្នុងរូបភាពអញមើលឃើញតែឯងអត់ឈ្នះទេណាអញមើលឃើញតបឯងនឹងអត់មានឈ្នះសោះឯងមកអួតរឿងវិន័យអីអានេះគឺមនុស្សល្ងងគេសួរអានេះខ្ញុំប្រាប់ណាមនុស្សល្ងងគេសួរអញ្ចឹងគេសួរថាឯងបានការអីអញឃើញឯងបបោចពីរឿងប្រតិបត្តិការនេះប្រតិបត្តិការនោះចាក់កំពុងភូវិនិតអាចកបីអីក៏អញមិនឃើញឯងយកអីបានផងណានៅអានសេះវាយទៅវាយមកនៅភ្នំខ្មោចវាយទៅវាយមកនៅតំមន់វាយទៅវាយមកនៅតាកបីវាយទៅវាយមកនៅផ្ទះបីវាយទៅវាយមកអញឃើញតែវាយទៅវាយមកណាហើយបើវាយទៅវាយមកឯងខំអួតរឿងប្រតិបត្តិការស្អីបានមិនឃើញឯងធ្វើអីបានផងនេះគឺជាសម្ដីមនុស្សល្ងងកំពុងតែសួរហើយមនុស្សល្ងងដតីទៀតហ្នឹងគាត់ថានិយាយចឹងត្រូវសមហេតុផលដឹងជាអាចកបីទេដឹងអាចគួយទេមិនដឹងជាឯងស្អីណាអីប្រតិបត្តិការសឹកអីណាតបពីនៃទេអញយកតែបេបុកហើយនឹង B21 បុកទៅណាអញយកតែបេបុក B21 បុកទៅហើមពេញព្រៃស្អុយពេញព្រៃបាត់ហើយពិតហើយបងប្អូនទស្សនៈនេះគឺទស្សនៈមនុស្សព្រៃគឺទស្សនៈអញ្ចឹងមនុស្សព្រៃគេគិតអញ្ចឹងគិតថាអញចាំឲ្យបានអាកអញចាំឲ្យបានវះពោះណាអញអត់គិតគិតតែរឿងអាហ្នឹងគេហៅព្រៃបាទឥឡូវនេះគឺជារបៀបនៃការយល់ឃើញខុសគ្នាឥឡូវនេះក្រោយពីខ្ញុំបានអធិប្បាយអំពីកងទ័ពទាំងពីរនឹងហើយចូលដល់សមរភូមិកងទ័ពថៃបានប្រកាសហើយសង្គ្រាមនេះមិនកាន់កាប់ទឹកដីទេមិនវាយកស្រុកយកខេត្តគ្មានគោលដៅកងទ័ពថៃដាក់ស្លាកថាជាប្រតិបត្តិការសឹកការពារផែនដីអ្វីដែលថៃការពារគឺអ្វីដែលថៃហៅថាអធិបតេយ្យភាពបូរណភាពដែនដីនយោបាយសង្គ្រាមថៃគឺមិនចង់ឲ្យពិភពលោកណាមកនិយាយថាថៃឈ្លានពានចូលកាន់កាប់កម្ពុជាទេបានជាសង្គ្រាមរហូតមកនេះវាអត់ហួសពីសង្គ្រាមព្រំដែនពីព្រោះប្រតិបត្តិការសឹកដែលគេដាក់មកគឺការពារផែនដីតើគោលដៅចង់បានអីគោលដៅមានពីរមួយគឺគោលដៅប្រកាសគេហៅថាវត្ថុបំណងនៃបេសកកម្មដែលប្រកាសគេឈានដំបូងគេថាការពារបូរណអធិបតេយ្យភាពបូរណភាពដែនដីឥឡូវនេះគេដូរគេថាគេត្រូវកម្ចាត់គ្រោះថ្នាក់មកលើប្រទេសគេពីមុនគេនិយាយថាឲ្យតែគេច្បាំងគេ declare operational action របស់គេថា defending sovereignty and territorial integrity គឺគេប្រកាសថាគេការពារអធិបតេយ្យភាពនិងបូរណភាពដែនដីគេអត់មានទៅកាន់កាប់ដីកម្ពុជាទេឥឡូវនេះគេដូរពីថ្ងៃទី17ឥឡូវថ្ងៃទី19នៅកម្ពុជាគេដូរពីថ្ងៃទី17គេនិយាយថា defending sovereignty and territorial integrity yes but eliminating threat to Thai nation គឺកម្ចាត់ចោលនៅគ្រោះថ្នាក់មកលើប្រទេសថៃអ្វីទៅដែលកងទ័ពថៃថាជាគ្រោះថ្នាក់ scam activity by Cambodia scam activity by Cambodia សកម្មភាពអក្រិតកម្ម scam នៅកម្ពុជាជាគ្រោះថ្នាក់ដល់ប្រទេសជាតិគេថ្ងៃទី17ណាអូខេណាថ្ងៃទី17 food beer បើសិនជារងចាំណាបើសិនជាចេះតែស្អីអង់គ្លេសហើយអត់ស្ដាប់ពាក្យបន្តិចបន្តួចបានឲ្យផ្ទះបាញ់ចុះណា food beer ឲ្យចេញទៅក្រៅផ្ទះបាញ់កណ្ដាលថ្ងៃត្រង់ពីព្រោះឯងចេះតែសេអង់គ្លេសអាកូនឯងមកប្រាប់កណ្ដាពូនិយាយអង់គ្លេសអីបន្តិចបន្តួចឯងមកនេះហើយចុះឯងទៅសេហ្នឹងឯងចេញពីម៉ែឯងមកចេះអីយីអានេះមករស់រឿងអញរំខានចិត្តមិនឯងចង់ផ្ទះបាញ់អីណាអា food beer អញឆ្ងល់ឯងទៅសេនឹងខ្មែរអង់គ្លេសឯងសេខ្មែរតើកូនឯងសេខ្មែរណា in ខ្មែរ please as I can understand បើឯងវាមិនចេះទេឯងទៅសេនឹងស្អីអាគេកាប់ចាប់ភ្លាមញាត់ផ្លាប់អាណាកាប់ឯងតណាយ៉ាប់មែននិយាយលេងទេវាទៅសេអង់គ្លេសដាក់ខ្ញុំហើយឲ្យខ្ញុំនិយាយខ្មែរដល់បន្តទៅទៀតនិយាយលេងទេ just kidding អូខេណាឥឡូវនេះគោលដៅគឺសៀមវាថា
វាកំចាត់នៅគ្រោះថ្នាក់ណាវាកំចាត់នៅគ្រោះថ្នាក់ scam ដែលវាធ្វើឲ្យគ្រោះថ្នាក់ដល់ប្រទេសវា